Starbucks នៅប្រទេសកូរ៉េនឹងផ្អាកដំណើរការនៅថ្ងៃទី22នេះអញ្ចឹងអ្នកនរគ្នាប្រហែលជាបានឃើញព័ត៌មានមួយចំនួនដែលតាក់ទងនឹង Starbucks របស់ប្រទេសកូរ៉េតែឥឡូវយើងនៅ Starbucks Cambodia យើងអត់បាត់ទេយើងបើកដំណើរការធម្មតាប្រហែលជាអ្នកមួយចំនួនគាត់យល់ច្រឡំថា Starbucks កូរ៉េគេនឹងបិទជារៀងរហូតអីអញ្ចឹងណាតែមិនប៉ិតទេអ្នកនរគ្នាប្រហែលជាអ្នកមួយចំនួនគាត់បាននិយាយព័ត៌មានទាំងអស់ហ្នឹងឲ្យបានក្បោះក្បាយនឹងឯងដោយសារតែមាន campaign មួយរបស់ Starbucks ដែលគេធ្វើរៀងខុសរៀងលក្ខណៈថាវាជួនគ្នាឲ្យខាងCEO Starbucks កូរ៉េហ្នឹងក៏គេប្រឈប់ពីតំណែងដូចគ្នាអញ្ចឹងតែតទៅនឹង campaign ហ្នឹងប្រហែលជាបងប្អូនមួយចំនួនដែលគាត់បានដឹងថា campaign របស់ Starbucks កូរ៉េហ្នឹងដែលគាត់មានឈ្មោះថា Thank Day ប្រហែលជាអ្នកមួយចំនួនស្ដាប់មកវាគ្រាន់ជារឿងធម្មតាដែលគេលក់tumbler ដែលថា reusable cup អីអញ្ចឹងណាតែនៅក្នុងនោះពួកជនជាតិកូរ៉េដែលគាត់ឃើញថា Thank Day ហ្នឹងវាប្រកបអត្ថន័យជាមួយទៅនឹង18ខែ5ដែលត្រូវជាថ្ងៃដែលគេទទួលបានសិទ្ធិសន្តិភាពពេញលេញនៅខាងខ្វាងជូដែលថាមានសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសកូរ៉េអីអញ្ចឹងហើយគេមិនមែនបិទ permanently ទេអញ្ចឹងនៅថ្ងៃទី22មុនម៉ោង3រសៀលគឺ Starbucks របស់ប្រទេសកូរ៉េទាំងអស់ប្រហែលជា27ឆ្នាំហើយដែល Starbucks នៅកូរ៉េបានដំណើរការហ្នឹងអត់ដែលបិទទេគឺនៅថ្ងៃទី22នេះគេនឹងបិទគ្រាន់តែបិទបណ្ដោះអាសន្នសម្រាប់ឲ្យបុគ្គលិកទាំងអស់គាត់នឹងមានការសិក្សាបន្ថែមទាក់ទងទៅនឹងការរៀបចំ marketing របស់គាត់ដើម្បីកុំឲ្យប៉ះពាល់ដោយការធ្វើ marketing លើកនេះអញ្ចឹងហើយសម្រាប់ Starbucks កម្ពុជាយើងក៏យើងមាន campaign មួយចំនួនដែរហើយសង្ឃឹមថានេះក៏ជាបទពិសោធន៍មួយជាមេរៀនមួយដែលយើងអាចរៀនសូត្រពីប្រទេសគេដែរអញ្ចឹងណាព្រោះដោយសារតែ franchise មួយវាអាចវាផ្សារភ្ជាប់ជាមួយនឹង community មួយហើយខ្ញុំជឿថាប្រហែលជារឿងមួយចំនួនដែលខាង Starbucks កូរ៉េគាត់មានបញ្ហាកំហុសហ្នឹងក៏វាជារឿងដែលយើងអាចរៀនសូត្របានដែរប៉ុន្តែខ្ញុំចង់ប្រាប់ថា Starbucks នៅខ្មែរយើង still open ហើយក៏ខ្ញុំមើលឃើញថា Starbucks នៅខ្មែរយើងក៏ជ្រាបបញ្ចូលផ្សារភ្ជាប់អ្វីដែលជារបស់ខ្មែរចូលច្រើនដូចអ្នកគ្នាបានដឹងស្រាប់ហើយតែឥឡូវមកមើល drink គេតោះ